បើសិនបើលោកអ្នកនាងចង់បានព័ត៌មានផ្ទាល់របស់អាស៊ីសេរីអញ្ជើញលោកអ្នកនាងចុចលើពាក្យថា like ហើយបន្ទាប់មកទៀតចុចលើពាក្យថា subscribe បន្ទាប់មកចុចលើរូបកណ្ដឹងនិងជ្រើសរើសយកពាក្យថា ទីមួយគឺអ្នកច្បាប់ថាកម្ពុជាអាចប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានផងដែរថៃចោទកម្ពុជាថាដុតព្រៃបង្កហេតុថ្មីក្រសួងការបរទេសកម្ពុជានាំអង្គទូតបរទេសនិងអង្គការអន្តរជាតិចុះមើលបន្លាលួសនិងកុងតឺន័រថៃតែមិនប្តឹងថៃឃោសនិករដ្ឋាភិបាលកម្ពុជាមិនពេញចិត្តមតិរិះគន់រឿងសរសើរលើកជើងមេហួសខ្នាតរឿងបាននិយាយជាមួយសារព័ត៌មានអន្តរជាតិសាលដីកាសំណុំរឿងសកម្មជនចលនាមេដាធម្មជាតិនឹងត្រូវប្រកាសនៅដើមខែមីនាក្រសួងវប្បធម៌អំពាវនាវឲ្យអ្នកសិល្បៈជៀសវាងការសម្ដែងដែលប្រមាថសាសនាទម្រង់នៃករណីប៉ុនប៉ងធ្វើឃាតលោកត្រាំជាលើកទី3កើតឡើងសាជាថ្មីការស្ទង់មតិថ្មីបង្ហាញថាប្រជាប្រិយលោកត្រាំបន្តដាំក្បាលចុះថែមទៀតមិចស៊ីកូសម្លាប់មេខ្លោងគ្រឿងញៀនមួយរញ្ជួយពេញផ្ទៃប្រទេសបាទនេះគឺជាព័ត៌មាននិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃមួយចំនួនទៀតដែលខ្ញុំនឹងជម្រាបជូននៅក្នុងរាត្រីនេះរឿងទី1ទៅមុនបងប្អូនតកតងនឹងអ្នកច្បាប់ថាកម្ពុជាក៏អាចប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានផងដែរមកដល់ម៉ោងនេះគឺបើគិតទៅរយៈពេល8ខែហើយដឹងដែលខ្ញុំបានផ្សាយស្ទើរតែរាល់ថ្ងៃថាកម្ពុជានៅចាំអីដែលមិនព្រមប្តឹងថៃទៅតុលាការអន្តរជាតិថាតុលាការអន្តរជាតិ ICJ ហ្នឹងតែមានអ្នកច្បាប់ខ្លះហ្នឹងឬក៏ MMO ខ្លះហ្នឹងគេលើកឡើងថាប្តឹងមិនបានទេដោយសារតែត្រូវការឯកភាពព្រមព្រៀងពីថៃក៏ប៉ុន្តែក្នុងពេលហ្នឹងថៃក៏ជាសមាជិករបស់ ICC សំទោស ICJ កម្ពុជាក៏ជាសមាជិករបស់ ICJ បានន័យថាជាសមាជិកនៃតុលាការនេះដូចគ្នាហើយតុលាការនេះមានយុត្តាធិការលើប្រទេសកម្ពុជានិងប្រទេសថៃដូចគ្នាព្រោះយើងចូលរួមកាត់ក្តីរឿងរ៉ាវមិនតែម្ដងឯងពីរដងឯងរឿងប្រាសាទព្រះវិហារអីចឹងវាមានទំនំនៅក្នុងតុលាការកាត់ក្តីយើងមិនប្តឹងថារឿងហ្នឹងជជែកឡើងវល់ពេញបណ្ដាញសង្គម Facebook នឹងចុងក្រោយហ្នឹងក៏ឃើញមានការលើកឡើងថាផ្សាយប្តឹងមិនបានអីមិនបានលក្ខនឹងលក្ខថាជាការបំពុលមេធាវីខ្មែរអ្នកច្បាប់ខ្មែរអ្នកច្បាប់អន្តរជាតិក៏លើកឡើងស្រដៀងគ្នាថាតុលាការ ICJ មានយុត្តាធិការទទួលសំណុំរឿងកម្ពុជាសុំបកស្រាយសុំអីតាក់ទងនឹងរឿងផែនទីខ្នាត1លើ 200,000 តាក់ទងនឹងព្រំប្រទល់កម្ពុជានឹងដែលមានទំនាស់គឺដោយសារតែការបកស្រាយផែនទីនឹងមិនត្រូវម្នាក់ថា1លើ 50,000 ម្នាក់ថា 200,000 ដោយសារតែការបកស្រាយយកតែត្រូវរៀងខ្លួនហ្នឹងធ្វើឲ្យសាលដីកាដែលនិយាយពីព្រំដែនហ្នឹងគឺទៅជាមានទំនាស់ដដែលដូច្នេះចឹងសេចក្តីសម្រេចរបស់តុលាការហ្នឹងហាក់បីដូចជាធ្វើឲ្យមានមន្ទិលដែលជាការបើកផ្លូវឲ្យតុលាការនេះអាចបកស្រាយសាលដីកានេះឡើងវិញក្នុងករណីដែលភាគីណាមួយក៏បានដែរមិនចាំបាច់តែភាគីទាំងពីរតាមពិតភាគីដែលត្រូវការឲ្យតុលាការ ICJ បកស្រាយគឺភាគីកម្ពុជាទេមិនមែនភាគីថៃទេព្រោះភាគីថៃអត់ត្រូវការ ICJ បកស្រាយទេអត់ត្រូវការតុលាការយុត្តិធម៌អន្តរជាតិបកស្រាយដោយសារអីបើបកស្រាយទៅបានមកខ្មែរតើវាចំណេញអីថៃព្រោះចាញ់ក្តីខ្មែរពីរដងហើយដូច្នេះថៃនឹងបកវាជាឆ្ងាយពីតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះគឺដាច់ខាតហើយមិនត្រឹមតែបកវាជាឆ្ងាយទេព្រមមានប្រាប់កម្ពុជាទៀតថានឹងមិនចូលរួមប្តឹងជាមួយកម្ពុជានៅក្នុងតុលាការយុត្តិធម៌អន្តរជាតិនេះទេដែលជាចេតនាមួយចង់ធ្វើឲ្យថាតុលាការនេះគឺមិនអាចនឹងកាត់ក្តីអីបានតាមអ្វីដែលថៃគេអះអាងអញ្ចឹងទៅក៏ប៉ុន្តែច្រកតុលាការវាមានច្រើនណាស់ដូចខ្ញុំបានជម្រាបបងប្អូនច្រើនលើកច្រើនគ្រាឲ្យថាវាអត់ដែលមានទំនាស់គូភាគីនៅក្នុងកិច្ចសន្យាណាមួយកិច្ចព្រមព្រៀងណាមួយហើយស្រាប់តពេលឆ្លោះគ្នាហើយមកខាងទៀតថាអត់ប្តឹងបានឬក៏អត់អីបានធ្វើអីធ្វើទៅហើយទៅធ្វើឲ្យមានបទល្មើសនឹងកើតឡើងហើយធ្វើឲ្យជនរងគ្រោះនៅតែរីងរៃអត់រកយុត្តិធម៌តែគេបង្កើតតុលាការអន្តរជាតិនឹងមកធ្វើអីគេបង្កើតយន្តការច្បាប់នឹងមកធ្វើអីហើយចាំបាច់មានកិច្ចសន្យាជាមួយគ្នាធ្វើអីឧទាហរណ៍ដូចថាសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907និយាយពីការដោះដូរដីខេត្ត3របស់កម្ពុជាគឺខេត្តសៀមរាបខេត្តនិយាយទៅគឺមានសៀមរាបបាត់ដំបងមានតំបន់ដែលនៅជាប់ព្រំដែនហ្នឹង3ដូរជាមួយនឹងខេត្តត្រាតដោយទាំងផ្នែកខ្លះនៃកោះកុដទៀតទៅឲ្យថៃនៅក្នុងសម័យដែលអាណានិគមនិយមបារាំងគ្រប់គ្រងដែនដីឥណ្ឌូចិនដែលជាអាណាព្យាបាលនោះអញ្ចឹងកាលហ្នឹងបារាំងជាម៉ែឪរបស់កម្ពុជាមើលការខុសត្រូវកម្ពុជាវៀតណាមឡាវហើយនៅក្នុងហ្នឹងគឺតកតងនឹងដែនអធិបតេយ្យហ្នឹងគឺបារាំងជាអ្នកអាកាត់អញ្ចឹងហើយបានជាកាលពេលហ្នឹងប្រទេសថៃគឺឈ្មោះថាសៀមមិនមែនឈ្មោះថៃដូចសប្ងៃទេឥឡូវគេដូរមកថៃហ្នឹងតែពីដើមឡើយគឺជាប្រទេសនេះសាសនេះឈ្មោះសៀមអញ្ចឹងទេ
អញ្ចឹងហើយបានជាមានសន្ធិសញ្ញាបារាំងសៀមគឺបារាំងតំណាងឲ្យឥណ្ឌូចិននៅពេលនោះដែលថៃគេព្រមព្រៀងគ្នាថាបើសិនជាថាបារាំងអនុញ្ញាតឲ្យថៃគ្រប់គ្រងខេត្តត្រាតឬចន្ទបុរីនៅម្ដុំហ្នឹងនៅខាងថៃទាំងអស់ដោយទាំងផ្នែកនៃកោះគុតផងនោះគឺគេដោះដូរប្រាសាទមកយើងវិញទាំងអស់ខេត្តព្រះវិហារខេត្តសៀមរាបនិងបាត់ដំបងអីហ្នឹងគេឲ្យកម្ពុជាវិញ3ខេត្តហ្នឹងអញ្ចឹងក៏ព្រមព្រៀងគ្នាប៉ុន្តែនៅពេលដែលព្រមព្រៀងគ្នាហ្នឹងគឺមានការដែលព្រមព្រៀងទៅលើផែនទីឧបសម្ព័ន្ធទៀតព្រោះធម្មតាបើឲ្យមកតែចោះផែនទីហ្នឹងគេវាស់មិនបើឲ្យធម្មតាព្រោះដែនដីកម្ពុជានិងថៃនៅវានៅតែក្បែរគ្នាថៃដណ្ដើមពីកម្ពុជាយកទៅប្រមាណដងយកទៅគ្រប់គ្រងកម្ពុជាទាមកវិញទៅក៏បានមានគេជួយមើលការខុសត្រូវខ្ជាក់មកវិញខ្លះដីខ្មែរហ្នឹងគឺចង្រៃរឿងថៃលេបទៅម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតក៏តែបានអាណាព្យាបាលបារាំងបានអីគេជួយដឹងឮចឹងក៏ខ្ជាក់មកវិញអាការខ្ជាក់មកវិញហ្នឹងហើយដែលធ្វើឲ្យព្រំប្រទល់ហ្នឹងវាធ្វើឲ្យថៃមួយចំនួននៅតែគិតថាដីដូចជាព្រះវិហារសៀមរាបដីអីហ្នឹងគឺជាដីបាត់ដំបងអីហ្នឹងគឺជាដីថៃសូម្បីតែមានអាការលើកឡើងពីការស្រមើសម័យមួយថាប្រាសាទអង្គរវត្តជារបស់ថៃរហូតតមានដុតទូតថៃនៅក្នុងឆ្នាំ2003អីហ្នឹងអាហ្នឹងគឺដោយសារតែពីមុនមកថៃធ្លាប់គ្រប់គ្រងអញ្ចឹងដល់ពេលខ្ជាក់មកវិញនៅតែស្ដាយសំណោះរបស់ខ្មែរហើយដល់ពេលឥឡូវព្រំប្រទល់ហ្នឹងនៅពេលដែលបានមកហើយហ្នឹងក៏នៅតែមិនច្បាស់លាស់ដោយសារអីតកតងនឹងប្រាសាទព្រះវិហារគឺការវាស់វែងព្រំប្រទល់ខ្មែរទៅតាមសន្ធិសញ្ញាបារាំងសៀមឧបសម្ព័ន្ធមួយវាមានការវាស់វែងរបៀបយើងដឹងហើយផែនទីនៅព្រំដែនវាអត់ដែលទៅគូសត្រង់ភ្លឹងដូចភ្លឺសែដែលយើងមើលទៅដូចកាឡាចាក់ត្រង់អញ្ចឹងឯណាវាអត់ទេវាមានភ្នំព្រៃភ្នំក្រំថ្មវាមានស្អីរញ៉េរញ៉ៃវាមានអាស្អីគេហៅចម្រេះមានអាភ្នំលបាក់ភ្នំមានស្អីអញ្ចឹងទៅកងកេលអញញ៉ៃច្រើនណាស់ហើយដូច្នេះនៅក្នុងការបែងចែកព្រំប្រទល់បែបនេះគឺកាលពីសម័យនោះក៏គេយកជជែកអំពីថាអូឥឡូវដើម្បីឲ្យស្រួលនៅក្នុងការដែលពិបាកកុំឲ្យដើរវាស់ព្រោះมันអាចវាស់ GPS អីកាលសម័យនោះគឺវាមិនមានទំនើបអីដូចសម័យនេះឯណាគឺយើងក៏ស្មានដែរណាអញ្ចឹងទៅគឺវាមានអាការដែលថាវាស់ព្រំប្រទល់តាមកម្លាំងទឹកហូរបាទន័យថាទឹកភ្លៀងនៅពេលដែលវាធ្លាក់ពីលើកំពូលភ្នំធម្មតាភ្នំតែវាខ្ពស់អញ្ចេះនៅពេលដែលទឹកភ្លៀងធ្លាក់មកវាមិនដែលវាត្រូវតែហូរទៅមកចំហៀងនេះមិនអញ្ចឹងអាហ្នឹងឯងគេហៅ watershed ចឹងនៅលើកំពូលភ្នំហ្នឹងនៅពេលដែលភ្លៀងធ្លាក់មកទឹកវាហូរទៅធ្លាក់ទៅមកចំហៀងធ្លាក់មកខាងណាចឹងបានន័យថាបើធ្លាក់ទៅខាងថៃគឺបានទៅខាងថៃធ្លាក់មកខាងខ្មែរគឺបានមកខាងខ្មែរជារបៀបបុរាណនៅក្នុងការវាស់វែងអីអញ្ចឹងដែរហើយអាការវាស់វែងបែបនេះវាអត់អាចសុក្រិត 100% ទេក៏ប៉ុន្តែវាមិនមែនបានន័យថាស្រែកយើងបកស្រាយស្រែកទៅចិត្តឲ្យតែឃើញមន្ទិលចិត្តថាអាហ្នឹងមិនមែនបោះខ្មែរទេថៃថាបោះថៃអញ្ចឹងពិបាកពេកអា watershed ហ្នឹងអាទឹកធ្លាក់បើបែងចែកនៃទឹកដែលហូរធ្លាក់ទៅលើកំពូលភ្នំឬក៏កំពូលខ្ពស់ហើយធ្លាក់ទៅខាងណាបានខាងហ្នឹងធ្លាក់មកខាងខ្មែរបានខាងខ្មែរហ្នឹងវាកន្លែងខ្លះគឺវាមើលទៅវាពិបាកចិត្តថៃពេកព្រោះចូលមកតែខាងខ្មែរច្រើនដល់អញ្ចឹងដោយទាំងអារឿងតំបន់ព្រះវិហារតំបន់អីហ្នឹងរកម្មចិត្តតាមពិតថៃបើគ្រាន់តែបានដីប៉ះពាល់នឹងវាលស្រែថៃអត់សូវឈឺក្បាលទេព្រោះវាលស្រែថៃហ្នឹងក៏សម្បូរដែរតែថៃខ្សត់ប្រាសាទនិយាយពិសេសគឺប្រាសាទបុរាណខ្មែរហ្នឹងហ្មងគឺថៃខ្សត់អញ្ចឹងឲ្យតែកន្លែងណាដែលថៃអាចទាញបានចូលប្រាសាទគឺរឿងហើយចំណាំមើលរឿងព្រំដែនកម្ពុជាថៃទាស់គ្នាភាគច្រើនរឿងប្រាសាទហ្នឹងហ្មងឲ្យតែទីទួលដែលមានប្រាសាទគឺឆ្លោះគ្នាខ្លាំងហើយការឆ្លោះគ្នាខ្លាំងគឺថៃចាប់ផ្ដើមកវត្តផែនទីចោលគឺយកការគូសវាសតាមឯកតោភាគីដើម្បីឈ្វាលយកប្រាសាទហ្នឹងឲ្យបានយើងមើលតែឧទាហរណ៍ជាក់ស្ដែងបានហើយប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីឥឡូវដោយទាំងប្រាសាទខ្នាទៀតដូច្នេះតំបន់ដែលថៃប្រឹងចង់បានជាងគេមិនមែនដីទៅលើកតនេទេគឺថៃចង់បានប្រាសាទខ្មែរព្រោះអីវាជាដួងព្រលឹងជាតិខ្មែរជាអត្តសញ្ញាណជាតិខ្មែរអញ្ចឹងនៅពេលដែលថៃដណ្ដើមប្រាសាទខ្មែរបានគឺដូចដណ្ដើមដួងកែវខ្មែរបានអញ្ចឹងថៃដូចជាមានជំនឿអរូបីមិនដឹងទេខ្ញុំមើលទៅវាហាក់បីដូចជាគិតថាខ្លួននឹងបើបានប្រាសាទគឺដូចបានដួងព្រលឹងវិញ្ញាណក្ខន្ធខ្មែរនឹងទៅជួយឲ្យថៃនឹងខ្លាំងក្លាតែភ្លេចគិតថាអាការលួចអាការប្លន់បែបនេះវាអត់មានប្រសិទ្ធភាពអីទេវាត្រូវបណ្ដាសាទៅវិញទេបើតាមច្បាប់ធម្មជាតិច្បាប់សាសនាខ្ញុំនិយាយនេះពេលខ្លះនឹងស្អំចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរដែលជឿជំនឿអរូបីដែរប៉ុន្តែមែនតើទៅវាមើលទៅថៃដូចជាទៅទូទៅខាងនឹងច្រើនជាងដូចថាធ្វើម៉េចឲ្យតែបានប្រាសាទខ្មែរគូសយ៉ាងម៉េចក៏គូសចោះអានេះហើយដែលមានបញ្ហាហើយអាគូសយ៉ាងម៉េចក៏គូសចោះនឹងហើយដែលធ្វើឲ្យអាគោលការណ៍
ពុះបែងចែកទឹកភ្លៀងដែលហូរកាត់លើកំពូលភ្នំនឹងធ្លាក់ទៅខាងណាវាហាក់បីដូចជារញ៉េរញ៉ៃហើយអញ្ចឹងឲ្យថៃធ្វើជាឯកតោភាគីគូសផែនទីថ្មីមួយគឺຂະຫນាតលើ50,000ដោយសារតែការគូសផែនទីថ្មីមួយលើ50,000នេះឯងដែលធ្វើឲ្យដែនដីព្រំប្រទល់ដែលជាប់គ្នាអញ្ញាជាពិសេសតំបន់ដែលមានប្រាសាទហ្នឹងគឺឆ្លោះគ្នារហូតឃើញប្រាសាទតាមាន់ធំយើងមានត្រូវគ្នាជាមួយថៃណាដោយសារតែថៃគេយកសំអាងលើមួយឬ50,000ហ្នឹងធ្វើឲ្យប្រាសាទតាមាន់ធំចូលទៅក្នុងដីថៃតាមការអះអាងរបស់ថៃតាមផែនទីគេតែបើនៅផែនទីខ្នាតលើ200,000តំបន់ទាំងអស់នេះគឺជាកម្មសិទ្ធិរបស់ខ្មែរដល់តែមិនត្រូវគ្នាចរចាគ្នាកាលពីសម័យ MOU ឆ្នាំ2000គឺឲ្យថៃ5នាក់ចូលមកគ្រប់គ្រងតំបន់ប្រាសាទយើង5នាក់គ្រប់គ្រងតំបន់ប្រាសាទយើងអញ្ចឹងបានន័យថាកម្ពុជាកុំឲ្យឆ្លោះគ្នាឲ្យថៃចូលមកគ្រប់គ្រងដែនប្រាសាទខ្មែរនៅតំបន់ប្រាសាទតាមាន់ធំហ្នឹងគឺមានទាហានខ្មែរ5នាក់ទាហានថៃ5នាក់អត់មានកម្លាំងប្រដាប់អាវុធទេដោយសារ5ហ្នឹងហើយដែលមានបញ្ហាតរហូតព្រោះអីថៃគេគិតថាជារបស់គេខ្មែរគិតថាជារបស់យើងតែខ្មែរយើងមិនអាចទាមទារដាច់ដោយសារថៃគេថាគេមកឈរល្បាតនៅនឹងដែរប្រាសាទតាកបី22ប្រាសាទខ្នាឃើញខ្មែរយើងគ្រប់គ្រងមកយោមកហើយស្រាប់ដល់វាយគ្នាប្រាវទៅថៃអស់លីងប្រាសាទតាមាន់តូចអីចឹងនិយាយទៅឲ្យតែមានតួប្រាសាទគឺយើងមានបញ្ហាជាមួយថៃគឺដោយសារអីទី1ថៃខ្សត់ប្រាសាទទី2ដូចខ្ញុំនិយាយចឹងគឺជាដួងព្រលឹងដួងកែវដែលថៃគិតថាបើវាយយកប្រាសាទបានគឺជាជោគជ័យមួយដ៏ធំណាព្រោះដីស្រែដីវាលអីវាធម្មតាចកាអំពៅចកាស្អីដលងមីអីក៏ដោយក៏ប៉ុន្តែចំពោះខ្មែរវិញសូម្បីតែបាត់មួយចំអាមដីនៅបឹងផុកណាក៏ជាពលឹងខ្មែរដែរព្រោះអត់អាចត្រូវថាសូម្បីកំថាឡើយមកចំអាម1មីលីម៉ែត្រក៏ជាដួងពលឹងខ្មែរជាអធិបតេយ្យរបស់ជាតិខ្មែរជាភាពអស្ចារ្យរបស់ខ្មែរតែបើគេយកបានគឺគេជន់ឈ្លីយើងហើយអានេះហើយដែលជាបញ្ហាអញ្ចឹងហើយបានជាផែនទីទាំងអស់ហ្នឹងដោយសារតែការបកស្រាយជាឯកតោភាគីនេះហើយដែលធ្វើឲ្យយើងឆ្លោះគ្នាហើយការឆ្លោះគ្នាហ្នឹងបើយើងចរចាទ្វេភាគី JBC EBC what RBC អីហ្នឹងគឺសំភ្លឹងយ៉ាក់ហើយព្រោះអីវាអត់អាចបើចរចាគ្នាត្រូវហេតុអីបានវាយគ្នាយើងមានឆ្ងល់អញ្ចឹងយើងមានឆ្ងល់ថាហេតុអីបានជាបើចរចាជាមួយថៃត្រូវហេតុអីបានជាយើងវាយគ្នាហើយចរចាថៃជាមួយថៃអត់ត្រូវផងកាលជាមួយត្រូវជាមួយតកូលថាក់ស៊ីននៅពេលដែលតកូលហ៊ុននិងតកូលថាក់ស៊ីនត្រូវគ្នាចាក់ទឹកមិនលិច30ឆ្នាំហើយទំនាក់ទំនងដល់ល្អល្អឿនឯងជួយអញជួយឯងនេះហើយឥឡូវរើស្ពាននឹងអស់ទៀតបំផ្លាញក្រុមគ្រួសារតកូលថាក់ស៊ីននេះតាមរយៈខ្សែអត្តសម្លេងដែលលោកហ៊ុនសែនបញ្ចេញទៅរលីខ្សែនេះអត់អាចជាប់ឆ្នោតទៀតបានតែប្រមាណ70កៅអីជាងកាប់មុន100ជាងតើយើងមានសង្ឃឹមអីទៅចរចាជាមួយរដ្ឋាភិបាលចម្រុះថ្មីលោកអនុទិនច័ន្ទវរៈគុលក៏ពាក់មុខយ៉ាក់ដាក់កម្ពុជាររឿងរដ្ឋវាយលើកទី3អីទៀតតើយើងទៅចរចាអីជាមួយគេកើតអញ្ចឹងហើយបានជាខ្ញុំចេះតែលើកទឹកចិត្តថាបើធ្វើដូចសពថ្ងៃស្ទើរតែដាក់ជីវិតថាយើងអត់បានដីមកវិញទេសូម្បីតែមកចាមតែបើយើងប្តឹងថៃគឺយើងអាចមានសង្ឃឹមច្រើនឲ្យថៃខ្ចាក់ដីមកឲ្យយើងវិញស្ទើរតែទាំងអស់ផងវាអត់មានថៃត្រូវទុកបានសូម្បីតែ1មីលីម៉ែត្រព្រោះថៃអត់អាចមកឈ្លានពានដីថៃដោយខុសច្បាប់បែបនេះទេតែច្បាប់គេបញ្ជាក់មកច្បាស់គឺថៃត្រូវតែខ្ចាក់ឲ្យហើយកុំទៅវេទនារឿងហាមថៃធ្វើនេះហាមថៃធ្វើនោះយើងមិនអាចទៅហាមគេកើតទេព្រោះអីយើងបានព្រមព្រៀងជាមួយគេនៅក្នុងកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍រួមនៃបទជប់បាញ់ថ្ងៃ27ខែធ្នូឲ្យគេនៅនឹងហើយដូច្នេះអ្វីដែលធ្វើសប្ងៃហ្នឹងគឺយើងធ្វើគ្រាន់តែលួងចិត្តប្រជាពលរដ្ឋអញ្ចឹងហើយបានជាខ្ញុំផ្សាយថាដាក់ប្តឹងទៅយន្តការអន្តរជាតិគឺយើងប្តឹងបានចុងក្រោយនឹងក៏មានអ្នកមករៀបរៀងនឹងថាប្តឹងមិនបានទេថាអ្នកណាដែលប្តឹងបាននឹងគឺជាអ្នកបំពុលជាអ្នកល្ងងជាអ្នកអីចឹងទៅខ្ញុំក៏ដកស្រង់សម្ដីអ្នកច្បាប់ដូចជាលោកឡុងបញ្ញវុធអីនោះម្ដងហើយម្ដងទៀតថាប្តឹងបានទៅតុលាការ ICJ តុលាការយុត្តិធម៌អន្តរជាតិដែលយកលក្ខន្តិកៈមាត្រា60និយាយអំពីការសុំបកស្រាយផែនទីខ្នាតលើ200,000ដែលមាននៅក្នុងសាលដីកាចាស់ឲ្យតុលាការនេះបកស្រាយដើម្បីអនុញ្ញាតឲ្យកម្ពុជាអាចប្តឹងថៃបានចំពោះការឈ្លានពានដែនអធិបតេយ្យបើសិនជាកម្ពុជាតុលាការ ICJ ហ្នឹងថាផែនទីខ្នាត1លើ200,000ហ្នឹងគឺប្រើទូទាំងព្រំប្រទល់800គីឡូម៉ែត្រដែលនៅជាប់ព្រំដែនខ្មែរថៃអាហ្នឹងទី1ជាច្រកដែលអាចប្តឹងសំសើឬសំណែបកស្រាយហ្នឹងបានទី2គឺម្សិលមិញនេះលោកឡុងបញ្ញវុធក៏លើកឡើងអំពីមាត្រា41នៃលក្ខន្តិកៈនៃតុលាការ ICJ នឹងព្រមយុត្តិធម៌អន្តរជាតិនឹងប្រាប់អំពីថាបើយើងប្តឹងសុំឲ្យគេបកស្រាយបើមានបណ្ដឹងនៅតុលាការ ICJ នេះគឺនៅពេលដែលគេទទួលយើងអាចសុំប្តឹងបណ្ដឹងរក្សាការពារឬក៏បណ្ដឹងវិធានការបណ្ដោះអាសន្នដើម្បីកុំឲ្យថៃឈូសឆាយឬក៏ពាត់បន្លាលួសឬក៏ដាក់កុងតឺន័រឬក៏ធ្វើអីក៏ដោយនៅក្នុងតំបន់ដែលកំពុងតែមានចំនួនគ្នាបើទោះបីជាកម្ពុជាបានព្រមព្រៀងគ្នារួចទៅហើយថាអ្នកណានៅនឹងគឺជាកិច្ចព្រមព្រៀងបាត់ជប់បាញ់បណ្ដោះអាសន្នមួយដើម្បីឲ្យមានភាពជាងារគ្នា
ជ្រុលហើយយើងវាជ្រុលក្បាលកពើហើយនៅក្នុងការព្រមទទួលស្គាល់ប៉ុន្តែក៏យើងអាចបកស្រាយដែរថាដើម្បីកុំឲ្យប្រជាពលរដ្ឋស្លាប់កុំឲ្យទាហានស្លាប់ដើម្បីឲ្យប្រជាពលរដ្ឋវិលទៅលំនៅឋានវិញក៏យើងអាចបកស្រាយប៉ុន្តែมันអាចទៅថាអាហ្នឹងជាអំពើខុសច្បាប់របស់គេទេគ្រាន់តែថាយើងប្តឹងទៅតុលាការសុំការស្រាយបំភ្លឺផែនទីខ្នាតមួយលើ 200,000 ដែលជាឧបសម្ព័ន្ធមួយនៅក្នុងសារិកាពីឆ្នាំ 2013 ហើយនឹងឆ្នាំ 1962 រឿងភាសាព្រះវិហារហ្នឹងទៅយើងអាចសុំស្នើឲ្យគេរក្សាការពារតំបន់ហ្នឹងកុំឲ្យថៃធ្វើអីប្រេះផ្ដាស់បានដូច្នេះថៃធ្វើអីក៏ធ្វើទៅថៃអាចអត់មានស្ដាប់យើងទេថៃអាចអត់ស្ដាប់តុលាការយុត្តិធម៌អន្តរជាតិទេព្រោះគេអត់ទទួលស្គាល់យុត្តិធម៌ប៉ុន្តែមិនមែនបានន័យថាធ្វើអីបានស្រាច់ចិត្តព្រោះយើងមានបណ្ដឹងនៅតុលាការជាដូចថាលក្ខខណ្ឌកតិយុត្តមួយដែលថៃត្រូវតែខ្ជិះអស់នឹងមកវិញប៉ុន្តែបើយើងធ្វើដូចសពថ្ងៃតើយើងបានប្រយោជន៍អីយើងបានតែប្រយោជន៍ខ្ញុំនិយាយថាបានប្រយោជន៍ស្អំចិត្តមិនមែនមិនអត់សោះទេសហគមន៍អន្តរជាតិអីតាមអីហ្នឹងគេដឹងយើងយូរហើយថាថៃហើយនឹងខ្មែរហ្នឹងឆ្លោះគ្នាថៃហើយនឹងខ្មែរហ្នឹងព្រមព្រៀងឲ្យមានបាត់ជប់បាញ់ហើយក៏មានការដាក់កុងតឺន័រមានដាក់បន្លាលុះគេដឹងតាប៉ុន្តែអាបណ្ដឹងទាំងអស់ហ្នឹងអាការដឹងទាំងអស់ហ្នឹងមិនមែនជាអន្តរាគមអន្តរជាតិអីអាចជួយយើងបានទេព្រោះវាជារឿងសិទ្ធិសម័យរបស់ប្រទេសម្ចាស់ខ្លួនដែលជាជនរងគ្រោះព្រោះយើងអត់មានឥទ្ធិពលអីដូចសេលិនស្គីនៅអ៊ុយក្រែនអីដែលទៅហៅគេឲ្យមកជួយឲ្យអាវុធអីយើងគ្មានអ្នកណាឲ្យអាវុធខ្មែរគ្មានអ្នកណាមកជួយដោះស្រាយបញ្ហាខ្មែរក្រៅពីខ្មែរយើងទេហើយយើងជាម្ចាស់ផ្ទះយើងតវ៉ាអីលើឆាកអន្តរជាតិហ្នឹងគឺវាល្អហើយនៅក្នុងន័យថាឲ្យគេដឹងថាយើងរងទុក្ខប៉ុន្តែយើងធ្វើ8ខែហ្នឹងយើងមានមិនដែលយើងមានស្រាក់ស្រានណាប៉ុន្តែអាហ្នឹងយើងធ្វើដដែលទី1គឺស្អំចិត្តប្រជាពលរដ្ឋកុំឲ្យគិតថារដ្ឋាភិបាលអត់ធ្វើអីសោះតវ៉ាខំប្រឹងឃើញថាខំប្រឹងដែរតាក៏ប៉ុន្តែខ្ញុំនិយាយចឹងអស់ពីតុលាការយុត្តិធម៌អន្តរជាតិអ្នកច្បាប់ក៏ប្រាប់ទៀតថាឥឡូវនេះលោកឡុងបញ្ញវុฒิសរសេរអត្ថបទមួយទៀតក៏ប្រាប់ថាក្រៅពីតុលាការយុត្តិធម៌អន្តរជាតិកម្ពុជាក៏អាចប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិបានដែរហើយតាមពិតមិនមែនតែប្រសាសន៍របស់លោកឡុងបញ្ញវុฒิដែលជាអ្នកច្បាប់ទេខ្ញុំបានសម្ភាសលោក Richard Rogers ដែលជាមេធាវីអន្តរជាតិដែលធ្លាប់ធ្វើការនៅសាលាក្តីខ្មែរក្រហមតំណាងឲ្យក្រុមមេធាវីការពារក្តីមួយអង្គភាពនៅសាលាក្តីខ្មែរក្រហមក៏លោកបានបញ្ជាក់អំពីការដែលអាចប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះបានហើយរហូតដល់រដ្ឋាភិបាលក្រៅប្រទេសនេះបានសហការឬក៏ពឹងពាក់លោកមេធាវី Richard Rogers នេះបានដាក់ពាក្យប្តឹងទៅតុលាការនេះរួចទៅហើយក៏ប៉ុន្តែបងប្អូនសហគមន៍ខ្មែរក្រៅប្រទេសអាចដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិបុគ្គលក៏បានដូចលោកមុនពេជ្រលោកអីវាគ្រាន់តែជាទឹកមួយដំណក់នៅក្នុងមហាសាគរដ៏ធំធេងតាក់ទងនឹងរដ្ឋាភិបាលកម្ពុជាតាមពិតខ្ញុំមែនតើខ្ញុំចង់ឲ្យ credit កិត្តិយសទៅរដ្ឋាភិបាលកម្ពុជាម្ចាស់ផ្ទះខ្លួនឯងទេដែលតំណាងឲ្យប្រជាពលរដ្ឋ17លាននាក់ដាក់ទៅឲ្យរដ្ឋាភិបាលក្រៅប្រទេសកាន់ដងដាវទៅអីទៅឲ្យលោកមុនពេជ្រខំប្រឹងអង្គាសឬក៏ថាប្រកោកប្រកាសហៅមនុស្សមកបានមួយសែននាក់ដើម្បីចុះហត្ថលេខានៅក្នុងការប្តឹងវាជាសមានចិត្តរបស់ប្រជាពលរដ្ឋក្នុងការជួយរដ្ឋាភិបាលកម្ពុជាទៅវិញតាតែរដ្ឋាភិបាលខ្លួនឯងអត់ព្រមដាក់ហើយមិនត្រឹមតែមិនព្រមដាក់ពាក្យប្តឹងទេគឺធ្វើនយោបាយប្រជាពិធដ្ឋប្រាប់ប្រជាពលរដ្ឋថាដាក់ហើយថាគ្រោងដាក់ហើយថាកំពុងតែរៀបចំដាក់ហើយបង្កើតគណៈកម្មការមេធាវីក្រុមស្អីហ្នឹងដើម្បីថាដាក់ឥឡូវ8ខែហើយអត់ដឹងបណ្ដឹងនឹងនៅណាអាបណ្ដឹងមួយដែលដាក់ថាតាំងពីខែកក្កដាខែមិថុនាថ្ងៃទី15ដែលលោកហ៊ុនម៉ាណែតកាលហ្នឹងទៅប្រជុំនៅសភានៅពេលដែលគេសភាខ្មែរហ្នឹងក៏ព្រមគ្នាឲ្យដាក់ប្តឹងទៅទៀតចុះបានន័យថាអ្នកច្បាប់ទាំងអស់នោះដូចជាព្រមគ្នាអស់ហើយរួចទៅហេតុអីបានជាម៉ោងហ្នឹងអត់ទៅជាអត់មានបណ្ដឹងអីហើយមិនត្រឹមតែអត់មានបណ្ដឹងអីវាទៅជាមានអាការធ្វើប្រជាពិធដ្ឋនោះទៀតថាដាក់ប្តឹងអត់បាននៅពេលដែលរដ្ឋាភិបាលខ្លួនឯងហ្នឹងធ្លាប់អះអាងក្នុងរដ្ឋសភាក្នុងអីហ្នឹងធ្វើឲ្យក្ដួងក្ដាំងហ្នឹងថាដាក់ប្តឹងត្រូវតែដាក់ប្តឹងហើយការដាក់ប្តឹងហ្នឹងកាលនោះខ្ញុំចាំប្រសាសន៍លោកហ៊ុនម៉ាណែតច្បាស់គាត់និយាយថាកម្ពុជាត្រូវតែដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យខាងតែបានដោយសារទី1គឺទប់កុំឲ្យពួកជ្រុលនិយមថៃកេងចំណេញនយោបាយទី2កុំឲ្យពួកជ្រុលនិយមខ្មែរក្រៅប្រទេសគឺក្រុមប្រឆាំងហ្នឹងកេងចំណេញនយោបាយដើម្បីបង្កឲ្យមានចំនួនព្រំដែនណែតែចោតគណៈបកប្រឆាំងនៅក្រៅប្រទេសហ្នឹងថាទៀមទាឲ្យដាក់ប្តឹងដាក់អីឲ្យមែនតែនហ្នឹងដល់ពេលអត់ដាក់ប្តឹងដាក់អីទៅវាអាចធ្វើឲ្យថៃបានចិត្តអីចឹងថាការដែលធ្វើបែបនេះជាការញុះញង់ធ្វើឲ្យមានសង្គ្រាមដល់តែចុងក្រោយសង្គ្រាមមានតតែបានអត់មានក្រុមប្រឆាំងឯណាញុះញង់ហងថៃគេវាយយកដោយសារឃើញទី1យោធាខ្មែរយើងខ្សោយទី2គេឃើញមេដឹកនាំខ្មែរបានតែអួតលាក់នឹងលាក់អីចឹងទី3គឺតាក់ទងនឹងអាការប្រយុទ្ធប្រឆាំង
នឹងឆោបោកអនឡាញដើម្បីគេយល់លេសអានឹងផងវាមានបញ្ហារឿងបញ្ហានឹងចាក់ស្រេះដែលឃើញកាសែត The New York Times editorial The New York editorial ហ្នឹងគឺគេវិភាគអំពីកំហុសខូចដូចគ្នាទាំងសងខាងទាំងថៃទាំងខ្មែរគាត់ថាខ្មែរខុសនៅក្នុងន័យក្រមសីលធម៌រឿងបញ្ចេញខ្សែអត្តសម្លេងរឿងកាងក្រមបនលបែងឆោបោកអនឡាញដើម្បីកាងក្រាញអំណាចហើយដល់រហូតចុងក្រោយទឹកបាក់ទំនប់ដោះស្រាយមិនបានអញ្ចឹងទៅក៏វាមិនអាចនឹងជួយអីបានក៏ទុះរឿងអីអញ្ចឹងរហូតដល់មានចំនួនព្រំដែនតែថៃវិញយកឱកាសហ្នឹងក៏ទៅធ្វើជាសង្គ្រាមមួយខុសច្បាប់អីអញ្ចឹងទៅឃើញទេកាសែតរបស់បរទេសមួយនេះបើសិនជាអស់លោកជឿជាក់លើកាសែតបរទេសថាអូគេផ្សាយហ្នឹងល្អហើយឲ្យបរទេសដឹងឥឡូវគេផ្សាយទេតាថាថៃឈ្លានពានកម្ពុជាដោយខុសច្បាប់ធ្វើសង្គ្រាមជាមួយកម្ពុជាដោយខុសច្បាប់ទី1ខុសច្បាប់រដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិក្នុងការឈ្លានពានដែនអធិបតេយ្យកម្ពុជាទី2ប្រើគ្រាប់បែកចង្កោមគ្រាប់បែកផ្សែងពុលគ្រាប់បែកឬក៏ F16 ឬ Gripen Fighter Jet ឬក៏យន្តហោះប្រភេទបដិញអីផ្សេងទៀតក្នុងការទម្លាក់គ្រាប់បែកចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយធ្វើឲ្យស្លាប់ប្រជាពលរដ្ឋស៊ីវិលស្លាប់អីខ្ទេចហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងប្រទេសកម្ពុជាជាសង្គ្រាមខុសច្បាប់មួយដែលអត់មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬក៏អ្នកណាឯកភាពមានតែថៃវ៉ៃអានេះគឺជាការប្រព្រឹត្តអ ுக ្រិតកម្មសង្គ្រាមអ ுக ្រិតកម្មប្រឆាំងមនុស្សជាតិលក្ខនឹងលក្ខបាត់ល្មើសជំងឺហើយយើងអត់ប្រដឹងទៀតហើយទៅយើងចេះតែស្រែកថាអូបានផលហើយយើងទៅនិយាយប្រាប់សារព័ត៌មានអន្តរជាតិលោកហ៊ុនម៉ាណែតមកអាមេរិកអីចឹងប្រាប់ Reuters ប្រាប់ Fox News Digital អីចឹងទៅគឺរឿងនេះគឺជាគ្រាប់បែកបរមាណូដែលសន្ធាប់លើទីក្រុងបាងកកចុះបើគេប្រាប់មកថាឥឡូវបរមាណូហ្នឹងវាជាខ្យល់ឬក៏ជាការពិតជាក់ស្ដែងដែលយើងត្រូវប្រដឹងអត់ប្រដឹងឥឡូវលោកណែលោកបញ្ញវុឌ្ឍលោកថានេះយន្តការតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រសិនបើការឈ្លានពានដល់ការប៉ះទង្គិចប្រដាប់អាវុធឬមានការបាញ់ប្រហារចូលតំបន់ស៊ីវិលកម្ពុជាអាចប្តឹងបុគ្គលជាមេបញ្ជាការយោធាថៃទៅកាន់តុលាការ ICC ពីបទអ ுக ្រិតកម្មសង្គ្រាមដោយមិនត្រូវការយល់ព្រមពីរដ្ឋថៃនោះឡើយអត់មានអីពិបាកយល់ទេបងប្អូនមិនអញ្ចឹងទេអាថាតែខ្ញុំធ្លាប់បាននិយាយថាតុលាការយុត្តិធម៌អន្តរជាតិវាមានភាពរៀងស្មុគស្មាញបន្តិចប៉ុន្តែខ្ញុំនៅតែគិតថានៅតែអាចប្តឹងបាន 100% ប៉ុន្តែអារឿងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះអត់បាច់និយាយអីសោះថៃព្រមមិនអីអត់បាច់និយាយទេព្រោះប្រជាពលរដ្ឋសាមញ្ញក៏ប្តឹងបានអាតុលាការយុត្តិធម៌អន្តរជាតិទាល់តែរដ្ឋជារដ្ឋាភិបាលបានដាក់ប្តឹងបានព្រោះអីគេដោះស្រាយទំនាស់រដ្ឋនឹងរដ្ឋអាហ្នឹងតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺនិយាយពីទំនាស់ព្រំដែនតុលាការព្រហ្មទណ្ឌពាក្យថាព្រហ្មទណ្ឌគឺដោះស្រាយបទឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយមនុស្សវាអត់ដែលឧក្រិដ្ឋកម្មប្រព្រឹត្តដោយរទេះគោរថយន្តឬក៏វត្ថុឥតវិញ្ញាណទេអញ្ចឹងហើយបានជាគេប្រើពាក្យថាព្រហ្មទណ្ឌអន្តរជាតិគឺតុលាការកាត់ក្តីបុគ្គលដែលទទួលខុសត្រូវចំពោះព្រហ្មទណ្ឌហើយដើម្បីឲ្យមានបទល្មើសព្រហ្មទណ្ឌបានគឺត្រូវតែមានធាតុផ្សំនៃបទល្មើសពីរទី1គឺធាតុផ្សំដែលយើងហៅថាធាតុផ្សំសត្យានុមត្តធាតុផ្សំសត្យានុមត្តហ្នឹងគឺជាធាតុផ្សំនៃអង្គហេតុជាក់ស្ដែងដែលកើតឡើងដែលប្រព្រឹត្តគ្រាប់បែកធ្លាក់ប្រជាពលរដ្ឋស្លាប់ផ្ទះសម្បែងខ្ទេចខ្ទីទាហានស្លាប់លក្ខនឹងលក្ខយន្តហោះបោះផ្សែងពុលអីធ្វើឲ្យឃើញពេញអាកាសាអីចឹងអាហ្នឹងគឺជាធាតុផ្សំសត្យានុមត្តនៃអំពើដែលប្រព្រឹត្តមួយទៀតគឺធាតុផ្សំអត្តនោមត្តបានន័យថាជាការដឹងការឃើញការគ្រោងទុកគឺចេតនាដែលចង់ប្រព្រឹត្តបទល្មើសហ្នឹងអញ្ចឹងយើងទាញធាតុផ្សំទាំងពីរនៃធាតុផ្សំបទល្មើសព្រហ្មទណ្ឌហើយអាធាតុផ្សំបទល្មើសព្រហ្មទណ្ឌនេះគឺទាល់តែមនុស្សបានមានការគិតឬក៏រៀបចំផែនការបានព្រោះប្រទេសมันអាចរៀបចំផែនការបានទេឧបករណ៍អីក៏มันអាចរៀបចំផែនការវាអាចមានជាឧបករណ៍ចូលរួមនៅក្នុងបទល្មើសប៉ុន្តែវាអត់មានធាតុផ្សំនៃគេហៅថាអត្តនោមត្តធាតុផ្សំនៃការគិតព្រោះរបស់វាអត់អាចគិតកើតទេជាប្រទេសជាឧបករណ៍ជាអីអត់អាចគិតអីកើតទេប៉ុន្តែបើជាមនុស្សមេដឹកនាំមេយោធាឧត្តមសេនីយ៍អ្នកនយោបាយនាយករដ្ឋមន្ត្រីនោះគឺជាបុគ្គលដែលជាអ្នកគិតពីផែនការហើយបញ្ជាយន្តហោះឲ្យទម្លាក់គ្រាប់បញ្ជា BM21 ឲ្យបាញ់ស្រោចគ្នាទៅវិញទៅមកអានឹងហើយដែលជាដើមគេហៅបើធាតុផ្សំសត្យានុមត្តគឺធាតុផ្សំនៃអំពើដែលប្រព្រឹត្តហ្នឹងគឺគ្រាប់បែកដែលបញ្ជាទៅមេតបដែលបញ្ជាទៅអាការដែលយើងថាអត្តនោមត្តហ្នឹងគឺការដឹងថាបាញ់ទៅហ្នឹងដឹងតែត្រូវកន្លែងជនស៊ីវិលដែរប៉ុន្តែដើម្បីឈ្នះសង្គ្រាមហ្នឹងគឺបាញ់យកតែមកឈ្នះដៃយើងស្លាប់ជនស៊ីវិលក៏អត់ខ្វល់នៅពេលដែលយើងដឹងហើយថាអំពើដែលយើងធ្វើនេះគឺចូលទៅឈ្លានពានដែនអធិបតេយ្យខុសច្បាប់តែយើងអត់ព្រមដកថយហើយនៅពេលដែលខុសភាសាហើយទៅស្លាប់ប្រជាពលរដ្ឋស៊ីវិលទៀតខុសពីរដងនេះគឺជាបទឧក្រិដ្ឋដែលមានចេតនាគិតទុកជាមុនទៅទៀត
ពួកហេតុអីបានចឹងតែយើងបាញ់គ្រាប់ផ្លោងចូលទៅក្នុងដែនអធិបតេយ្យនៃរដ្ឋដទៃទាំង F16 ឬក៏ BM21 កជ្រួចវងការពារក្តីអីក៏ដោយតែខុសពីកន្លែងយោធាហើយយើងចេះតែបាញ់ទៅគ្រប់គ្នាដូចទៅវិញទៅមកហ្នឹងគឺតែប៉ះជនស៊ីវិលគឺស្លាប់ជនស៊ីវិលពួកគ្នាគ្មានអីការពារខ្លួនទេដូច្នេះនេះគឺជាបទអក្រិតមានចេតនាគិតទុកជាមុនរបស់ថ្នាក់ដឹកនាំយោធានៅក្នុងការបាញ់ផ្លងដាក់គ្នានេះនឹងគឺជាបទល្មើសជាអក្រិតកម្មមួយគឺកើតឡើងមកពីភស្តុកម្មនៃអក្រិតកម្មសង្គ្រាមគូយើងមានចំនួនប្រដាប់អាវុធដូច្នេះបទល្មើសព្រហ្មទណ្ឌកើតឡើងនៅពេលដែលបទល្មើសព្រហ្មទណ្ឌកើតឡើងគឺត្រូវមានការទទួលខុសត្រូវជាបុគ្គលក្នុងការប្រព្រឹត្តបទល្មើសបើមានមនុស្សស្លាប់ដោយការបាញ់ចាក់កាប់ឧទាហរណ៍គឺបទល្មើសចាក់ស្ដែងគឺកើតឡើងគឺមនុស្សស្លាប់ប៉ុន្តែសួរថាមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ឬក៏ដោយសារតែមនុស្សប្រព្រឹត្តបើយើងឃើញស្នាមកាភ្លើងបាញ់វាមិនដែលកាភ្លើងវាដើរមកបាញ់ខ្លួនវាគឺកបិតចាក់វាមិនដែលណាកបិតដោតចូលក្នុងដើមឈើយើងដើរទៅឲ្យកបិតចាក់បាន 4-5 កបិតវាអត់មានដូច្នេះអត់អាចទៅកាត់ទោសដើមឈើកាត់ទោសអាកបិតហ្នឹងកើតទេព្រោះវាអត់វិញ្ញាណអញ្ចឹងវាត្រូវមានអ្នកណានៅមានវិញ្ញាណនៅក្រោយហ្នឹងដែលដឹងប្រព្រឹត្តបទល្មើសហ្នឹងអញ្ចឹងមានការទទួលខុសត្រូវជាលក្ខណៈព្រហ្មទណ្ឌបែបនេះឯងបានតុលាការព្រហ្មទណ្ឌអន្តរជាតិយើងហៅថាតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងគឺផ្ដំទាទោសបុគ្គលដែលប្រព្រឹត្តបទល្មើសទទួលខុសត្រូវចំពោះបទល្មើសខុសពីតុលាការយុត្តិធម៌អន្តរជាតិអត់មែនព្រហ្មទណ្ឌទេគឺយុត្តិធម៌បានន័យថារកយុត្តិធម៌តកតងនឹងចំនួនព្រំដែនថាប្រទេសណាគួរតែមានសិទ្ធិគ្រប់គ្រងដែនអធិបតេយ្យត្រឹមណាប្រទេសណាគួរមានសិទ្ធិគ្រប់គ្រងដែនអធិបតេយ្យប៉ុណ្ណាផ្អែកទៅលើផែនទីអីហើយអត់មាននិយាយពីអ្នកណាគ្រប់គ្រងអ្នកណាខុសអ្នកណាត្រូវទេនិយាយថាបើព្រំដែននេះប្រើផែនទីខ្នាតលើ 200,000 គូអញ្ចេះហើយបើគូអញ្ចេះដីខ្មែរនេះគឺកន្លែងនេះអាតំបន់ដាក់កុងតឺន័រតំបន់ឈូសឆាយទាំងអស់នេះវានៅក្នុងដីខ្មែរក្នុងផែនទីខ្នាត1 លើ 200,000 តុលាការសម្រេចឲ្យភាគីទាំងពីរដកថយទៅរៀងៗខ្លួនទុកអាកន្លែងហ្នឹងកុំឲ្យមានបញ្ហាញ៉ៃញ៉ៃព្រោះផែនទីចែងមកអញ្ចឹងថានឹងជាព្រំសីមាអត់មានទៅថ្កោលទោសឧត្តមសេនីយ៍មេដឹកនាំណាទាំងអស់នេះគឺជាយន្តការតុលាការយុត្តិធម៌អន្តរជាតិអញ្ចឹងណាបងប្អូនវាសាមញ្ញអញ្ចឹងបានថាតុលាការព្រហ្មទណ្ឌអន្តរជាតិនេះកាត់ទោសបុគ្គលគឺឧត្តមសេនីយ៍នាយករដ្ឋមន្ត្រីមេដឹកនាំណាក៏ដោយដែលចូលរួមនៅក្នុងការប្រព្រឹត្តឲ្យមានអក្រិតកម្មសង្គ្រាមនិងអក្រិតកម្មប្រឆាំងមនុស្សជាតិអក្រិតកម្មសង្គ្រាមគឺចំនួនប្រដាប់អាវុធដោយខុសច្បាប់ផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិផ្ទុយនឹងធម្មនុញ្ញរបស់អាស៊ានផ្ទុយនឹងធម្មនុញ្ញអីទាំងអស់នៅក្នុងការឈ្លានពានចូលដែនអធិបតេយ្យគ្នាទៅវិញទៅមកការពារខ្លួនមិនការពារខ្លួនយើងដោះស្រាយទៅមានតែតុលាការតាយើងអាចថាទេកម្ពុជាការពារខ្លួនទេណាបាញ់កជ្រួចវងហ្នឹងថាទៅដោះស្រាយនៅក្នុងតុលាការទៅតុលាការគេបកស្រាយអូខេបើអ្នកអញការពារខ្លួនតើពេលដែលថៃបាញ់មកហ្នឹងថៃបាញ់មុនឬយើងបាញ់មុនបើគេរកឃើញថាទេថៃតម្លាក់គ្រាប់មុន F16 បាញ់យើងមុនហើយបាញ់ចំទូគោលដៅស៊ីវិលដែរផ្ទះសម្បែងប្រជាពលរដ្ឋអញ្ចឹងដើម្បីជាសិទ្ធិការពារខ្លួនយើងបាញ់កជ្រួចវងទៅវិញអញ្ចឹងតុលាការគេអ្នករកវាអត់មែនយើងជាអ្នកទៅអង្គុយបកស្រាយអីទេណោះទៅនាំគ្នាហៅអ្នកច្បាប់ចូលទៅតុលាការអានឹងទៅដោះស្រាយក្នុងតុលាការមិនមែនដោះស្រាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយទៅជួប Reuters ឬក៏ទៅជួប Fox News ឬក៏ទៅជួបអីហ្នឹងទេអានឹងគឺជាដំណោះស្រាយនយោបាយដំណោះស្រាយផ្នែកច្បាប់គឺយើងដាក់អង្គហេតុទៅហើយឲ្យតុលាការគេរកមកដើម្បីរកយុត្តិធម៌ហើយបើអត់មានយុត្តិធម៌អញ្ចឹងយើងនៅតែសាច់ទឹកដាក់គ្នាតិចទៀតបាញ់គ្នាប្រាវលើកទី3ទៀតហើយព្រោះអីយើងយកតែឈ្នះរៀងខ្លួនហ្នឹងអានឹងឲ្យបានជាខ្ញុំលើកទឹកចិត្តថាដំណោះស្រាយផ្លូវច្បាប់គឺជាដំណោះស្រាយតែមួយគត់ដើម្បីរកយុត្តិធម៌ក្រោយមកទើបយើងរកដំណោះស្រាយការទូតផ្សះផ្សាគ្នាផ្នែកនយោបាយវិញឥឡូវឧទាហរណ៍ដូចប្រាសាទព្រះវិហារតឡាការដំបងយើងឆ្លោះគ្នាតឡាការគេយើងបាញ់គ្នាមកប្រាវមានដែលត្រូវគ្នាណាបើកុំតឡាការកាត់ក្តីយើងនៅបាញ់គ្នាអត់ឈប់ទេមិនចឹងដល់តឡាការកាត់ក្តីមកករណីតឡាការគឺចប់តឡាការគេសម្រេចមកថាព្រះវិហារដីខ្មែរជុំវិញនឹងក៏ដីខ្មែរអញ្ចឹងថៃចង់គឺបាក់ស្បាត់ផ្លូវចិត្តមួយក៏ប៉ុន្តែអាម៉ាស់ក្នុងពេលហ្នឹងគឺស្អំចិត្តគ្នាបានប្រើយន្តការការទូតសម្របសម្រួលគ្នាទៅអូខេអត់អីទេឥឡូវដីនឹងដីខ្ញុំហើយយើងបន្តតំណែងពាណិជ្ជកម្មជាមួយគ្នាអីផ្សេងទៀតទៅឈប់គិតពីរឿងហ្នឹងទៅអាហ្នឹងយើងរឹតបន្តឹងចំណងការទូតបែបនេះយើងអត់ត្រូវថាការទៅគិតអីរំលឹករំលេចអីថាថៃនឹងចាញ់អាម៉ាស់អីហ្នឹងនាំគ្នាឲ្យបាក់មុខបាក់មាត់អត់ទេយើងដឹងថាសាលក្រមសាលិកានឹងចេញមកជាស្ថាពរតែយើងផ្សះផ្សាផ្លូវទូតផ្លូវការអីតំណែងធម្មតាប្រកបដីគឺយើងឃើញធ្វើអញ្ចឹងបានណាប៉ុន្តែឥឡូវនេះយើងធ្វើបច្រាស់មកវិញបច្រាស់ទៀតទៅរកអាគោលការណ៍ដើមទៀតវាយគ្នាទៀតហើយអត់ព្រមប្តឹងទៅតុលាការចាប់ផ្ដើមរកយន្តការការទូតយន្តការការទូតនេះវាអត់មានប្រសិទ្ធភាពទេនៅពេលដែលទំនាស់នេះវាហួសពីទំនាស់ការទូតហើយ